កម្ពុជាតារាចម្រៀងមាសសុកសោភាទំលាយរឿងបែកបាក់ស្វាមីយ៉ាងភ្ញាក់ផ្អើលពាក់ព័ន្ធរឿងលោកតាសក់សភ្នំត្បែងដោយមិនចាំយូរមាសសុកសោភាចេញវីដេអូ live បញ្ជាក់ច្បាស់ថាអ្នកសង្គ្រោះខ្ញុំគឺលោកអសក់សភ្នំត្បែងនេះជាគុណមួយដែលគាត់ស្រោចស្រង់ជីវិតរបស់ខ្ញុំឡើងវិញដែលទ្រព្យសម្បត្តិរបស់ខ្ញុំបើខ្ញុំលក់បានខ្ញុំនឹងឲ្យគាត់ទៀតដោយសារគាត់ជួយជីវិតខ្ញុំអីចឹងគឺខ្ញុំជួយគាត់តបស្នងទៅគាត់វិញដោយគ្មានលក្ខខណ្ឌតើខ្ញុំខុសដែរឬដែលតបស្នងទៅមនុស្សដែលជួយខ្ញុំពេលលំបាកឲ្យគាត់ទៀតខ្ញុំមិនឲ្យគាត់ទៀតដោយសារគាត់ជួយជីវិតខ្ញុំអញ្ចឹងគឺខ្ញុំជួយគាត់តបស្នងទៅគាត់វិញដោយគ្មានលក្ខខណ្ឌតើខ្ញុំខុសដែរឬគាត់ខ្ញុំចង់តបស្នងសំគុណមនុស្សដែលជួយសង្គ្រោះជីវិតខ្ញុំនៅពេលដែលខ្ញុំពិបាកនេះបងប្អូនខ្ញុំសួរមកឧទាហរណ៍ថាបងប្អូនដាក់អំម្លងទៅពេទ្យសួរថាបងប្អូនចង់សង្គ្រោះម្ដាយឪពុកឬក៏ខ្លួនយើងទេនៅពេលដែលយើងនៅលើពេទ្យនៅលើអំម្លងមួយយើងត្រូវការពេទ្យសង្គ្រោះជីវិតយើងទោះអស់លុយប្រហែលក៏យើងត្រូវតែលក់ដែរម៉ូតូចាស់កង់កាចាស់ផ្ទះក៏យើងត្រូវលក់ដើម្បីជីវិតយើងខ្ញុំក៏ដូចគ្នាខ្ញុំត្រូវការឲ្យអ្នកណាក៏បានដែរឥឡូវពេលនេះមកនេះឧទាហរណ៍ថាយើងកំពុងតែជួបអាសន្នយើងត្រូវតែរក solution រកផ្លូវច្រកមួយដើម្បីជួយ save ជីវិតយើងអញ្ចឹងត្រូវឲ្យយកលុយមកទៅអីយើងត្រូវឲ្យលុយមកទៅអីយើងប្រឹងរកលុយដើម្បីមកជួយជីវិតយើងនៅពេលណាដែលយើងពិបាកយើងរកផ្លូវអាចខ្ចរដង្ហើមនេះសួរថាអ្នកណាដែលដឹងពីក្រៅពីខ្លួនយើងសួរចេះបងប្អូនហើយក៏អត់ចង់បងប្អូនមកតាមខ្ញុំដែរតែបងប្អូនដើរដល់ចំណុចមួយនេះបងប្អូននឹងពិចារណាទៅថាបើសិនជាយើងចិត្តតែខ្ចរដោយអ្វីមួយដែលដកដង្ហើមដែរមួយអត់មានផ្លូវចេញតែយើងត្រូវធ្វើណាទៅណាក៏បានដែរឲ្យតែគេសង្គ្រោះយើងពេលហ្នឹងលុយកាក់លែងសំខាន់ហើយយល់ទេបងប្អូនខ្ញុំចង់បងប្អូនយល់ពីកន្លែងហ្នឹងឲ្យសារព័ត៌មានខ្លះកុំចេះតែចុះលំអៀងពេកណាខ្ញុំមិនដែរនិយាយទេព្រោះរឿងវាជារឿងអៀនខ្មាស់វាជារឿងអាម៉ាស់ដែលមនុស្សដែលគេមើលមកថាជាស្រីរឹងមាំណាតែនៅខាងក្នុងពេលខ្លះចង់សម្លាប់ខ្លួនម្ដងពេលខ្លះនិយាយទៅប្រាប់មិត្តភក្តិបងប្អូនម៉ែអើក៏គេអត់យល់ប្តីគេមិនយល់និយាយទៅណាទេឥឡូវនេះអញ្ចឹងយើងទៅរកទៀតរកខ្លួនឯងខ្ញុំថាការរកខ្លួនឯងព្យាបាលខ្លួនឯងវាមានតែខ្លួនឯងទេតែជាអ្នកដឹងអ្នកដែលគេដឹងថាយើងឈួតមិនឈួតវាក៏មានតែខ្លួនឯងអញ្ចឹងនៅផ្លូវណាដែលគេថាឈួតតែយើងថាអត់ឈួតទេយើងចេះថាយើងគឺយើង peaceful នៅខាងក្នុងរបស់យើងត្រូវតែទៅសួរថាយើងនៅទ្រាំអត់ដង្ហើមនៅនឹងទៀតមែនអត់ទេបងប្អូនទ្រាំបានក៏ទ្រាំទៅតែការទ្រាំរបស់ខ្ញុំជាង10ឆ្នាំមកខ្ញុំទ្រាំរហូតចាដោយសារអីខ្មាស់អត់ហ៊ាននិយាយទេនិយាយប្រាប់ម៉ែម៉ែគេថាអុយយើងនឹងមនុស្សកាចដាក់គេខ្លាំងណាធ្វើម៉េចបើយើងហត់យើងតែរលួយខ្លួនឯងមកជីវិតយើងជ្រៀងចំគេរហូតនេះយើងជ្រៀងចំគេរហូតគេចូលមកក្នុងជីវិតយើងអត់មានអីទេតែទៅវិញគេបានគ្រប់យ៉ាងតែគេចង់បានយើងឲ្យយើងរក្សាភាពស្ងប់ស្ងាត់ទាំងអស់គ្នាសន្យាឲ្យអស់ហើយហេតុអីអ្នកមិនដោះលែងខ្ញុំទៅអ្នកនៅចង់បានអីទៀតរូបកាយព្រលឹងវិញ្ញាណរបស់ខ្ញុំអ្នកយកទៅអស់ហើយឥឡូវខ្ញុំគាត់តែសុំរូបកាយវិញ្ញាណរបស់ខ្ញុំការពិតមកវិញអាចចិត្តសិទ្ធិរូបនេះទង្វើអាក្រក់របស់ខ្ញុំទម្លាប់អាក្រក់របស់ខ្ញុំហ្នឹងខ្ញុំមិនអាចដូចពីមុនទៀតទេដោយសារខ្ញុំចាស់ហើយខ្ញុំត្រូវការខែសម្បកកាយខែធម្មជាតិរបស់ខ្ញុំដែរដោយការស្ងប់ស្ងាត់ដោយការយកសមាធិជាគោលនេះខ្ញុំខ្លាចស្លាប់បងប្អូនយល់ទេខ្ញុំខ្លាចស្លាប់ព្រោះខ្ញុំខប់ណាស់តាំងពីទូខ្ញុំមិនតបានចាយលុយទេខ្ញុំរៀនខ្ញុំធ្វើការក៏មិនបានខ្ពស់ដូចគេនៅផ្ទះអញ្ចឹងឪពុកម្ដាយឪពុកឈឺទៀតតាំងពីតូចមកទៅរៀនក៏មិនបានទាន់ពេលវេលាគេដែរស្អុយដោយសារម្ដាយលក់សឡលក់ម្ហូបជាង10មុខកូនស្រីមានតែមួយអាហ្នឹងរឿងពីទូចរបស់ខ្ញុំមិនដែរបានសប្បាយទេមើលឪពុកឈឺឪពុកក៏ស្លាប់ទៅទៀតទៅម៉ាក់ថាអស់លុយឯងព្រោះប៉ាគាត់ឈឺអស់លុយអញ្ចឹងគាត់សម្រេចចិត្តមកពេញធ្វើការងារធ្វើទៅណាដែលអាចនឹងដោះស្រាយជីវភាពមកពេលអញ្ចឹងជីវិតរបស់ខ្ញុំវាហត់វានៅហត់ណាស់ព្រមរំបានបាយមក3ពេលនេះមួយថ្ងៃនេះចុះមកថាអ្នកទាំងអស់គ្នាអាចមើលឃើញពីភាពជោគជ័យរបស់ខ្ញុំតែមួយផ្នែកតែអ្នកទាំងអស់គ្នាមិនអាចដឹងពីការអត់ធ្មត់តស៊ូប្រឹងប្រែងរបស់ខ្ញុំទេគេមកចូលក្នុងរយៈពេលដែលខ្ញុំជោគជ័យហើយហ្នឹងគេបានអ្វីដែលជាមានសុខភាពទៅហើយ
trước cam mi sọc pia nơi hem là hang nơi khổ nơi xong cái chuyện tam hang mà dục mà đờ lá pi lá cái chắp phong ấy phong hốt tư pi nhạc bóng ôn nữa cái xong cái hông cái bà mát của bà bia ta nhạc nơi nè nhạc trâu mà không chỉ vật bọc nhóm nhạc tôi ban nó phao lại ca liếp chơi cả hai còn tay thai đã xa không nên dây nhạc đi đại chìa thôn thiên tê của xóm với nhạc thơm bán phóng nữa vui nhạc trong đa càng bay nhưng đo ngà tiết ôi Preរបស់ខ្ញុំជាអ្នកដឹកដៃរបស់ខ្ញុំទៅព្រោះអ្នកអស់សមត្ថភាពហើយអ្នកណាក៏នៅជាមួយអ្នកមិនបានដែរម៉ាក់ខ្ញុំក៏អ្នកមិនចេះនៅជាមួយមនុស្សចាស់បងប្រុសខ្ញុំក៏អ្នកមិនអោយធ្វើការជាមួយប្អូនប្រុសខ្ញុំស្តែចេះស្តែចុះអ្នកណាដែលអ្នកអាចនៅជាមួយបានខ្ញុំតាមអ្នករហូតដល់អ្នកខ្ញុំស្រឡាញ់អ្នករហូតដល់អ្នកលែងក្រែងចិត្តខ្ញុំហ្មងហ្នឹងខ្ញុំអោយគ្រប់យ៉ាងលុយកាក់អ្នកកាន់ទាំងអស់ពីមុនខ្ញុំដែរចេះតែស្គាល់ឯកុំធនាគារទេអត់ទេនេះឬអ្នកចូលមកក្នុងជីវិតខ្ញុំដើម្បីបង្រៀនខ្ញុំឬក៏ចង់បង្អាក់នៃការរៀនសូត្ររបស់ខ្ញុំសួរអ្នកមួយម៉ាត់អ្វីក៏អ្នកមិនដែលបង្រៀនខ្ញុំដែរអ្នកបានតែបង្រៀនឲ្យខ្ញុំធ្វើនៅអំពើដែលអវិជ្ជាតែប៉ុណ្ណោះអ្វីដែលខុសសប្បាយបាត់ផ្លូវខុសអ្នកតែងតែបង្រៀនខ្ញុំរហូតហ្នឹងហើយការសាច់គប់មនុស្សខុសគឺបែបនេះបងប្អូនឲ្យថាអីយើងជឿលើផ្នែករបស់យើងអត់ជឿលើបញ្ញារបស់យើងទេទើបយើងភ្លាត់រហូតដល់ជាង10ឆ្នាំយល់ទេបងប្អូនហើយមនុស្សជាច្រើនដែលតែងតែរកស្នេហាពិតមិនបាច់ទៅរកទេបងប្អូនលើនេះបើសិនលើលោកនេះបើសិនយើងអត់យកសភាវៈរូបកាត់កំបាំងដែលផ្ដើមចេញពីបញ្ញារបស់យើងទេយើងមិនអាចជួបស្នេហ៍ពិតបានទេយើងនឹងភ្លាត់ដូចខ្ញុំចឹងជាង10ឆ្នាំគេនៅតែគេថាគេត្រូវគេល្អទាំងយើងជាអ្នករកស៊ីអញ្ចឹងគេសោះគេមកជួបមានសុខភាពជាក្របពេជ្រមួយទៅហើយល្បីអស់ហើយហ្នឹងគេមកចូលក្នុងជីវិតយើងគេជាអ្វីមួយបាត់ហ្នឹងគេតាមតែបើកឡានជូនយើងទៅជ្រៀងសោះគេថាគេអ្នកជួយឲ្យយើងល្បីគេថាគេអ្នកប្រម៉ូទក្រុមហ៊ុននេះក្រុមហ៊ុននោះគេអ្នកនេះអ្នកនោះគ្រប់បែបយ៉ាងព្រោះខ្ញុំថាគេជាគុណរងគ្រោះព្រោះខ្ញុំអីគេវិញនេះខ្ញុំជាអីគេខ្ញុំអត់ចូលទេនេះគេត្រូវរហូតហើយអ្នកតាមតែស្គាល់នោះទៅអានឹងហើយសំដីរីហ៊ូអាសរិនវាបានទឹកអមរិតវាលេបបានត្រឹមតែប្របែមាត់ហ្នឹងទេហ្នឹងហើយមនុស្សដែលត្រូវរីហ៊ូអាសរិនហ្នឹងក្របដណ្ដប់ណាគេហៅថាអវិជ្ជាក្របដណ្ដប់ណាគឺបានត្រឹមតែប្របែមាត់ទេតែទៅមើលទង្វើទៅរੂដោយសារគេសោះតែមិនដែលឲ្យតម្លៃយើងទេយកយើងមកគ្រាន់តែជាអ្វីមួយដែលគេចង់ឲ្យគូវាតាមផ្លូវរបស់គេទៅគេបញ្ចូលចំណេញបញ្ចូលទៅគេឲ្យទៅធ្វើការងារនេះការងារសង្គមនេះការងារសង្គមថតទៅធ្វើទៅដើម្បីប្រជាប្រិយភាពក៏ថតទៅក៏មិនដឹងថាអាការងារនោះស្អីគេឯងចេញពីក្បួនចិត្តយើងស្រឡាញ់អត់ក៏មិនដឹងដោយសារអីយើងតាមប្តីយើងក៏តាមប្តីយើងជាអ្នកល្អធ្វើទៅដល់ពេលយូរយើងយល់ពីសភាវៈរូបអត្តកម្បាំងយើងយល់ពីធម្មជាតិអានេះអត់ទេយើងអត់ធ្វើទេហើយរឿងជាច្រើនទៀតដែលយើងអត់ធ្វើព្រោះយើងគិតថាវាពេលយើងយល់យើងចាស់កំណត់ទៅយើងដឹងអត់ទេកន្លែងហ្នឹងអត់ត្រូវធ្វើអញ្ចឹងការសម្ដែងវាជាការសម្ដែងមួយដែលខុសការសម្ដែងខ្លះវាជាការសម្ដែងមួយដែលត្រូវតែការសម្ដែងខ្លះវាជាការសម្ដែងមួយដែលខុសប្រាជ្ញាជាមួយនឹងធម្មជាតិរបស់យើងកុំធ្វើហើយក៏មិនខ្លាចអ្នកណាមិនគ្រប់គ្រងមិនស្រឡាញ់អត់ទេខ្ញុំឈប់ហើយបងប្អូនចឹងខ្ញុំសូមនិយាយត្រង់ថាអ្វីចាប់ពីពេលនេះតទៅអ្វីដែលនាងខ្ញុំមិនពេញចិត្តខ្ញុំសូមមិនធ្វើខ្ញុំសូមនឹងមិននិយាយនៅពាក្យណាដែលអកុសលអគុណធម៌ណាខ្សោយគុណធម៌មកលើខ្ញុំព្រោះវាបាបយើងស្គាល់ពីបនបាបយើងខ្លាចបាបព្រោះដោយសារយើងប៊ីស្លាប់ម្ដងដោយសារយើងអត់ស្គាល់បាបអត់ស្គាល់បនអត់ស្គាល់អត់ស្គាល់ល្អអត់ស្គាល់ខ្មៅសនឹងឯងទៅយើងប៊ីស្លាប់ព្រោះណាអានឹងចឹងដោយសារយើងតាមគេយើងអត់បានធ្វើអីដោយខ្លួនឯងធ្វើផងហ្នឹងយើងតាមប្តីយើងតាមគេរហូតដល់បាត់បង់
បងប្អូនម្ដាយក៏គេមិនឲ្យនៅជាមួយបងប្រុសក៏គេមិនឲ្យនៅជាមួយប្អូនក៏វាមិនត្រូវចិត្តដឹងអាណាក៏ត្រូវចិត្តយកយើងទៅស្រុកក្រៅហើយឲ្យយើងច្រៀងចាំគេទៀតតានេះយើងទៅម្ដងទៀតយើងតានេះមកគេមកស្រុកក្រៅមកនៅស្រុកគេយើងចាំគេយើងអីគេឲ្យទៅរកការងារទៅក៏មិនទៅរកមិនសួរធ្វើអីចាំជួនម្ដាយទៅច្រៀងវិញស្រួលជាងណាហើយយើងក៏ចេះឆ្ងល់ទៅមិនអីមិនអញយកប្តីឬក៏យកបុគ្គលិកមកធ្វើការជាមួយនេះយើងឆ្ងល់ចឹងណាចាំមកយើងអត់យល់ចាំមកណាអូមិនស្អាតពិតទេមិនសេចក្តីស្រឡាញ់ទេវាជាការដាក់ហ៊ុនស្នេហ៍របស់ជំនាញវិទ្យាថាដាក់ហ៊ុនស្នេហាអាហ្នឹង confuse អាហ្នឹងក្តីស្រឡាញ់ relationship ទំនាក់ទំនងដែលមិនច្បាស់លាស់គឺវាបែបហ្នឹងបងប្អូនចឹងមិនថាកុំស្រឡាញ់មនុស្សតាមតាផ្នែកមើលខាងក្រៅនេះទៅយកអាវិញ្ញាណទាំងពលឹងសញ្ញាធម្មជាតិទាំង7ហ្នឹងយកមកវិភាគក្នុងការវិនិច្ឆ័យមនុស្សម្នាក់ៗទើបយើងដឹងថាមនុស្សពិតមិនពិតហើយធ្វើម៉េចបើយើងនិយាយថាគេថាគេពិតផងណាខុសខាងឡើងស្ដាប់លាឲ្យលុយឡានណាឲ្យលុយឡានអាគេអ្នកលុយខ្ញុំទាំងអស់ញ៉ាំមានបានអីមករៀមឲ្យខ្ញុំ$1មួយខែមិនដែរទេគឺមិនដែរគឺលុយខ្ញុំអ្នករកទាំងអស់ពួកខ្ញុំមិនដែរចង់ទៅស៊ីកម្លាំងទៅឈាមអ្នកណាទេណាលុយឲ្យគេកាន់ទៀតពីមុនអត់ចេះកាន់លុយទៀតអត់ចេះស្គាល់ធនាគារបើកលុយមិនចុច ATM មិនអត់ចេះទាំងអស់ល្ងងសុទ្ធអាហ្នឹងហើយយើងស្រឡាញ់គេឲ្យអស់ណារហូតដល់គេឡើងក្រែងចិត្តយើងណាគឺវាបែបនេះហើយដល់ពេលយើងយកទៅចំណែកយើងសោះយកមកធ្វើអ្វីដែលយើងចង់ធ្វើសោះរត់ធ្វើបន់ធ្វើកសលជាមួយអ្នកដែលជួយសង្គ្រោះយើងសោះវាថាយើងសតិអត់ល្អឡប់ឈួតព្រោះជួនឯងជាឯងរស់ពឹងលើជីវិតខ្ញុំជាង10ឆ្នាំនេះបើអ្នកជាអ្នកទៅរកធ្វើការងារអីមិនចាំខ្ញុំមកបើអ្នកគិតថាអ្នកជានោះខ្ញុំសតិមិនល្អហើយបើលែងខ្ញុំទៅឲ្យខ្ញុំរស់តាមឧបនិស្ស័យរបស់ខ្ញុំទៅហេតុអីអ្នកឯងបំផ្លាញខ្ញុំរហូតបំផ្លាញខ្ញុំមិនជុំទេបំផ្លាញអ្នកមានគុណរបស់ខ្ញុំទៀតផ្លូវចិត្តបងប្អូនខ្ញុំក្រុមគ្រួសារខ្ញុំឥឡូវលោកឪទៀតសក់សមិនបាច់តែគាត់ជាអ្នកត្រាស់ដឹងនៅរឿងសច្ចធម៌អាចកំបាំងលើលោកជាច្រើនទៀតអ្នកឯងចង់បំផ្លាញគេទៅទៀតខ្ញុំសូមផ្ដាំទៅថាបើសិនជាលោកឪសក់សនឹងមានសុខភាពមានបញ្ហាអីដោយយថាហេតុមានការសម្លាប់ឬក៏ការឃាតកម្មណាមួយគឺម្នាក់នឹងជាអ្នកធ្វើខ្ញុំសូមនិយាយចឹងហ្មងប្តឹងចឹងឲ្យហើយបើសិនប៉ះពាល់ដល់រឿងជីវិតរបស់ខ្ញុំសុខភាពរបស់ខ្ញុំគឺគ្មានអ្នកណាទេគឺម្នាក់នឹងអតីតប្តីរបស់ខ្ញុំនឹងខ្ញុំចង់និយាយចឹងបងប្អូនជាសាក់ស្អីព្រោះគេប្រកាសឲ្យគេថាគេមិនលែងទេគេមិនដោះលែងយើងទេគេបំផ្លាញនឹងគោលរបស់ខ្ញុំទាំងអស់ក្នុងការធ្វើប្រាសាទធ្វើសាសនារបស់ខ្ញុំធ្វើនេះធ្វើនោះខ្លាំងទៅខ្ញុំអត់ខ្វល់ទេស្មានខ្ញុំស្អីគេខ្ញុំចង់ខ្ញុំចូលមកក្នុងសាសនាអើយលោកឪខ្ញុំអត់មាននៅថប់នៅក្នុងសាសនាទេខ្ញុំគឺខ្ញុំរៀនពីខ្លួនឯងរៀនពីធម្មជាតិរបស់ខ្លួនឯងនេះខ្ញុំគ្រាន់តែចង់និយាយពីអ្វីដែលជាការរៀនសូត្រទៅរកផ្លូវស្ងប់សុខ peaceful នឹងបែបណាខ្ញុំមាននៅ under សាសនាណាទេហើយកុំចង់កំចាត់សាសនាខ្ញុំកំចាត់សាសនាខ្ញុំមានសាសនាមកពីណាសាសនារបស់ខ្ញុំបើកំចាត់ហ្នឹងគឺកំចាត់ខ្លួនឯងដែរខ្ញុំកំពុងតែបរៀនឲ្យអ្នកឯងស្គាល់ពីអ្វីនៅក្នុងខ្លួនរបស់អ្នកហ្នឹងតែប៉ុណ្្នឹងតាអត់មាននៅក្នុងសាសនាណាទេសាសនាណាក៏សមាធិបានអ្នកអត់មិនចូលសាសនាក៏សមាធិបានជនជាតិណាក៏សមាធិបាននេះចង់និយាយចេះវាតែជាខំឯងថាឯងហ្នឹងអើយលោកឪហ្នឹងអូចង់ធ្វើភាសាធ្វើអីណានៃយកលុយគេលោកឪហ្នឹងមានឡាន5មានប្រពន្ធ3ណែក៏ច្រើនមែនឡាន5រលុយឡានមួយបានហ្នឹងឪហ្នឹងចូលលុយចាក់តាបានផងហ្នឹងក៏មិនហ៊ានចូលលុយដាក់គេទេក៏ខ្លាចនឹងឯងព្រោះចូលអ្នកផ្សេងគេទៅយកលុយឧទាហរណ៍ថាអ្នកណាមួយគេមានប្រជាប្រិយភាពនៅក្នុង social media ធម្មតាពេលខ្លះឃ្លីបខ្លះដូចខ្ញុំអញ្ចឹងខ្ញុំច្រៀងព្រោះបងប្អូនអញ្ជើញខ្ញុំទៅច្រៀងវាជាជំនឿដែលគាត់មានមកលើខ្ញុំគាត់ហាងទៅច្រៀងគាត់ជួយបច្ច័យខ្ញុំក្នុងកម្រៃណាមួយខ្ញុំអរគុណលោកអើក៏ដូចគ្នាគាត់ជាអ្នកផ្សព្វផ្សាយសាសនាផ្សព្វផ្សាយនៅអ្វីដែលជាការយល់ដឹងរបស់គាត់អញ្ចឹងគាត់ទៅតែមានអ្នកគ្រប់គ្រងរបស់គាត់ដូចខ្ញុំជាអ្នកគ្រប់គ្រងគាត់ហើយមិនគ្រប់គ្រងគាត់ទេគាត់ជួយសង្គ្រោះជីវិតខ្ញុំឲ្យរួចស៊ីក្តីស្លាប់ខ្ញុំទៅតែដឹងគុណគាត់ហើយខ្ញុំខុសដែរវាសួរបងប្អូនចេះវិញអត់ខុសទេអានេះមិនមែនរឿងខុសទេវាជារឿងដែលយើងជួយសង្គ្រោះខ្លួនឯងការដឹងគុណទៅអ្នកដែលសួរសង្គ្រោះយើងនេះឥឡូវពុកម៉ែបងប្អូនពុកម៉ែបងប្អូនចិត្តឃើញអសរស្លាប់នៅមុខហើយនេះទៅដកខ្យល់ដាច់ដង្ហើមសួរថាបងប្អូនត្រូវដឹងគុណមនុស្សដែលជួយយើងអត់ខ្ញុំសួរបងប្អូនមិនបាច់ទេមិនបាច់គិតរឿងសាសនាណាទេ
ឲ្យតែគេជួយយើងគឺយើងត្រូវដឹងគុណគេតែអ្នកឯងអត់មានការដឹងគុណតបស្នងគេឬខ្ញុំសួរតែប្រមាថទេនេះហើយបំពេញតួនាទីជាស្វាមីហ្នឹងយល់ពាក្យស្វាមីហ្នឹងទេខំធ្វើជំនាញឲ្យឧត្តមស្វាមីឲ្យទៀតធ្វើគ្រប់បែបយ៉ាងហើយប្រមាថយើងរហូតថាយើងនឹងចេះចុះធ្វើឲ្យអ្នកណាអូធ្វើឲ្យអ្នកណាហើយនៅមួយគ្នា10ឆ្នាំជាងហើយធ្វើឲ្យអ្នកណាវាអញ្ចឹងគឺប្រមាថយើងរហូតហើយខ្ញុំអត់ខឹងគាត់ទេព្រោះខ្ញុំដឹងថាខ្ញុំប្រាប់គាត់ហើយថាគាត់មិនមែនជាគាត់ទេវាមានស្អីនៅក្នុងខ្លួនហើយឆាប់ទៅធ្វើព្យាបាលព្រាមគេថាយើងឈួតគេថាយើងនឹងមើលងាយគេសតិមិនល្អថាគេនឹងចេញចុះអីចឹងទៅខ្ញុំមានហេតុផលពី A ដល់ Z អ្នកអត់មានទេហេតុផលរបស់អ្នកគឺទៅថាខ្ញុំនឹងសតិល្អខ្ញុំឲ្យលោកអើហ្នឹងធ្វើចំហកាយខោប្រពន្ធច្រើនឡានច្រើនទៅចំណាយគេអញ្ចឹងវិញហើយមិនប្រឹងរកអីដើម្បីឲ្យដូចគេទៅលើសពីគេទៅខ្ញុំអត់យល់គាត់ទៅចំណាយគេតែមានអសរចំណាយខឹងស្អប់សង្ស័យប្រច័ណ្ឌអន់ចិត្តមនោចេតនាប្រេះប្រាស់អាហ្នឹងជាឫសគល់នៃអវិជ្ជានោះអាហ្នឹងមកគេឲ្យយើងរៀនស្គាល់ពីរូបនាមចិត្តសឹកស្អីគេហើយបើយើងម្នាក់មិនដែលបានរៀនពីហ្នឹងផងហ្នឹងហើយយើងចង់ឲ្យប្តីយើងចេះណាណែយល់នេះដើរផ្លូវនេះបងល្អណាស់ណាយើងប្រាប់ណាស់អស់ទាញតាំងពី3ឆ្នាំមុនអត់ប្រឡែងយើងដូចគោដាច់កន្លោះទៅណាទៅអត់ចង់ឲ្យយើងច្រៀងទៀតណែវាដល់ថ្នាក់ហ្នឹងដល់ងប់ងួលជាមួយគេហៅមេទៅនោះអត់ឲ្យយើងច្រៀងទៀតអត់ឲ្យយើងជួបហ្វេនទៀតវាចឹងហើយយើងទៅពឹងផ្អែកមនុស្សចឹងតទៅទៀតឬក៏មិនយើងទៅដើរចេញសួរបងប្អូនមកចេះការដើរផ្លូវពីរជាមួយគ្នាដរាបណាយើងដើរត្រូវគ្នាយើងដើរយកយល់គ្នារៀនពីគ្នាទៅវិញទៅមកថៃបានប្រពន្ធយើងរាល់ថ្ងៃគាត់ដើរទៅផ្លូវហ្នឹងយើងត្រូវឆ្វេងយល់ពីគាត់ក្រែងយើងជាស្វាមីគាត់ដែរធ្វើអ្វីដើម្បីប្រពន្ធសុបាយចិត្តដែរអត់ស្គាល់ពាក្យហ្នឹងទេឬហើយខ្ញុំក៏ដែរកម្មចិត្តទេដោយសារអីខ្ញុំអត់ដែរប្រាថ្នាចង់បែកទេអ្វីគឺយើងដាក់ឈ្មោះទាំងអស់គ្រប់យ៉ាងយើងចង់ឲ្យគាត់ល្អចាក់ផុតពីអាសេចក្តីទុក្ខសោក stress full អីទៅយើងរួមដំណើរជាមួយគ្នាតែបើគេមិនរួមដំណើរជាមួយយើងហ៎គេគិតតែរកវិធីកំចាត់យើងរហូតនេះទ្រាំដល់ណាកំចាត់ទាំងបងប្អូនម៉ែក៏មិននៅបានបងប្រុសក៏មិនឲ្យធ្វើការជាមួយប្អូនប្រុសហ្នឹងថាចេះចោះគ្នាហ្នឹងដឹងល្អត្រង់ណាខ្សោយដែរមិត្តភក្តិណាដែលនាំយើងដើរទៅក្នុងផ្លូវណាដែលប្រឆាំងជាមួយគាត់ហ្នឹងគេខុសរហូតគាត់នឹងត្រូវរហូតអស់មិត្តភក្តិយូរនៅម្នាក់ឯងស្នាងបានខលឲ្យស្ដាប់ទៅឈួតទៅបាត់លែងមានអ្នកជាងឲ្យស្ដាប់បណ្ដោយបងប្អូនទាំងអស់គ្នាហើយចឹងហើយបាននេះហើយអ្នកសាចេះទៅហើយអ្នកជុំវិញខ្លួនហ្នឹងមិត្តភក្តិគេហ្នឹងស្អីណានេះយូរទៅជឿមួយមនុស្សចឹងទៅអ្នកមិនតាន់ដើរដល់ដូចខ្ញុំតិចទៀតអ្នកដឹងហើយក៏មិនប្រកាន់ចិត្តអីមិត្តភក្តិឯងស្ដាប់ឲ្យជឿទៅខ្ញុំអត់មានណាចង់ឃ្លាតឆ្ងាយពីអ្នកទាំងអស់គ្នាទេគាត់ណាផ្លូវនេះខ្ញុំដើរដល់មុនខ្ញុំត្រូវតែចេញចែករំលែកជាមួយអ្នកណាដែលគេចង់ដើរដូចយើងដែរកំពុងតែវិញផ្លូវដូចយើងដែរនេះអាយើងដឹងហើយមិនដឹងឲ្យ3ឆ្នាំណាហ៊ាននិយាយខ្លាចគេថាឈួតនឹងឯងដល់ពេលមើលសង្វេគមនុស្សលោកទៅផ្លូវហ្នឹងទៅកាន់តែច្រើនទៅចឹងទៅយើងត្រូវតែចេញមកនិយាយដែរមកពីអីមកពីយើងមិនយល់ខ្មោចបិសាចព្រាយអរអ្នកតាឬក៏ព្រលឹងទេវតាស្អីផងហ្នឹងថ្ងៃនេះគេតែអរូបអាណាមកចេះអរូបអើយអត់ដឹងអីអញ្ចឹងមិនថាពិបាក